នៅវេលារសៀលថ្ងៃពុធទី8ខែតុលាឆ្នាំ2025សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសរសេរនៅលើបណ្ដាញសង្គមផ្លូវការរបស់សម្ដេចក្នុងខ្លឹមសារដូចតទៅកំណត់ហេតុព្រមព្រៀងកិច្ចប្រជុំពិសេសលើកទី1នៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃនាថ្ងៃទី10ខែកញ្ញាឆ្នាំ2025នៅខេត្តកោះកុងព្រះរាជាណាចក្រកម្ពុជាចុះហត្ថលេខាដោយឯកឧត្តមនាយឧត្តមសេនីយ៍ទាសីហាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការពារជាតិកម្ពុជានិងឯកឧត្តមនាយឧត្តមសេនីយ៍ណដ្ឋភុនណាក់ផានិតរដ្ឋមន្ត្រីស្ដីទីនៃក្រសួងការពារជាតិថៃបានបញ្ជាក់យ៉ាងច្បាស់ថាបញ្ហាតាក់ទងនឹងការគ្រប់គ្រងព្រំដែនជាពិសេសពាក់ព័ន្ធនឹងឧបទ្ទវហេតុនៅក្នុងតំបន់ភូមិជោគជ័យឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យព្រះរាជាណាចក្រកម្ពុជាទល់មុខភូមិនងច័ន្ទស្រុកខោកស៊ូងខេត្តស្រះកែវព្រះរាជាណាចក្រថៃភាគីទាំងពីរបានទទួលស្គាល់ថាគណៈកម្មការចម្រុះព្រំដែន JBC ជាយន្តការដោះស្រាយបញ្ហាដែលតាក់ទងនឹងការវាស់វែងរួមនិងខណ្ឌសីមាព្រំដែនព្រមទាំងបានឯកភាពដាក់បញ្ហានេះជារបៀបវិរៈអតិភិបនៅកិច្ចប្រជុំបន្ទាប់របស់គណៈកម្មការចម្រុះព្រំដែន JBC ហើយភាគីទាំងពីរបានប្រគល់ភារកិច្ចដល់គណៈកម្មការព្រំដែនថ្នាក់យុទ្ធភូមិភាគ RBC ដើម្បីពិភាក្សាអំពីការគ្រប់គ្រងបញ្ហានេះឲ្យបានឆាប់បំផុតស្របតាមលទ្ធផលនៃកិច្ចពិភាក្សារបស់គណៈកម្មការចម្រុះព្រំដែន JBC ការខកខានប្រជុំគណៈកម្មការចម្រុះព្រំដែន JBC ចាប់តាំងពីខែកញ្ញាឆ្នាំ2025កន្លងទៅនេះដោយមូលហេតុរងចាំការរៀបចំសមាជិកភាពថ្មីរបស់ JBC ខាងភាគីថៃកម្ពុជាសង្ឃឹមថានឹងមានកិច្ចប្រជុំ JBC ក្នុងពេលឆាប់ៗខាងមុខដើម្បីដោះស្រាយបញ្ហានេះ